សួស្តីបងប្អូនទាំងគ្នាវិលមកជួបគ្នាសាជាថ្មីនៅក្នុងវីដេអូនេះផ្ញើជូនទៅដល់បងប្អូនអ្នកដែលប្រើប្រាស់ប្រភេទទូរស័ព្ទ smartphone របស់ Infinix ណាតោះឥឡូវនៅពេលបងប្អូនឃើញគេថតរូបភាពស្លឹកស្អាតហើយមានរំលេចនៅព័ត៌មានលម្អិតនៅលើរូបថតរបស់គេតើគេដាក់យ៉ាងម៉េចអញ្ចឹងសម្រាប់អ្នកប្រើប្រាស់ Infinix អាចមើលវីដេអូនេះបានណាអញ្ចឹងដំបូងយើងបើកកាមេរ៉ារបស់យើងសិនមកបន្តមកទៀតបងប្អូនឃើញអាសញ្ញាព្រួយនៅខាងលើយើងចុចអានឹងមកបន្តមកទៀតយើងចុចនៅត្រង់កន្លែងពាក្យថា Customize Watermark បងប្អូននឹងឃើញមានព័ត៌មានលម្អិតនៅទីនេះបងប្អូនណាអញ្ចឹងខាងលើគេជួរខាងលើគេគឺ Time Watermark អញ្ចឹងបានន័យថាបើសិនជាយើងបើកឲ្យវាចេញពណ៌បៃតងរបៀបនេះបានន័យថាយើងបើកឲ្យវាចេញម៉ោងមានឆ្នាំដែលយើងថតណាខែឆ្នាំបន្តមកទៀតត្រង់កន្លែង City Watermark ជួរទី2បើយើងចង់បើកវាទាមទារឲ្យយើងបើក location ណាអញ្ចឹងបងប្អូនត្រូវបើកឬក៏បិទអានឹងបងប្អូនបើកកំណត់វាខ្លួនឯងទី3 brand watermark ឥឡូវបងប្អូនមើលនៅកន្លែងនេះវាអត់មានបញ្ជាក់ថា model ទូរស័ព្ទយើង model អីទេអញ្ចឹងបើខ្ញុំបើកបងប្អូនឃើញទេវានៅចេញថា Infinix Hot 50 Pro Plus អញ្ចឹងបើយើងចង់បើកព័ត៌មានលម្អិតនៅទីនេះយើងបើកទៅបើយើងចង់អត់ក៏បិទវាអញ្ចឹងទៅបន្តមកទៀតជួរទី4គឺថា text watermark បានន័យថាយើងអាចធ្វើការសរសេរចឹងតែកន្លែង text watermark ហ្នឹងបងប្អូនអាចសរសេរពាក្យពេចន៍អ្វីដែលបងប្អូនចង់សរសេរថែមណាអញ្ចឹង text watermark នេះខ្ញុំបានគាត់តែសរសេរពាក្យថា Infinix ទេអញ្ចឹងបងប្អូនចង់សរសេរអីថែមពាក្យពេចន៍អីឲ្យវាមើលទៅវាព្រោះស្ដាប់អីចឹងបងប្អូនអាចធ្វើការបន្ថែមពីលើនឹងបានហើយនៅក្រោយគេនោះពាក្យថា watermark order បានន័យថាយើងចង់រៀបអាពាក្យពេចន៍ទាំងឡាយណាដែលយើងសរសេរនឹងឲ្យវាតាមលំដាប់លំដោយមានអាណានៅលើអាណានៅក្រោមអញ្ចឹងបងប្អូនអញ្ចឹងយើងអាចប្រើសញ្ញាត្រីដើម្បីចុចលើវាទៅយើងអូសវាទៅលើឬក៏ទៅក្រោមអាណាមុនអាណាក្រោយអញ្ចឹងបានអញ្ចឹងនៅក្នុង model Infinix អញ្ចឹងបងប្អូនចង់បានរូបភាពស្អាតស្លឹកស្អាតដែលបានបង្ហាញបងប្អូនអាចធ្វើរបៀបនឹងបានណាហើយបើយើងចង់បិទវិញគឺយើងអាចចូលបិទកន្លែងនឹងដូចគ្នាបានណាចូលមកទាញវាទៅពណ៌ប្រផេះអស់ទៅអាបៃតងដែលយើងបានបើកបដូរវាទៅពណ៌ប្រផេះអស់ទៅគឺវាជាការស្រេចហើយអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់អីតាក់ទងនឹងការប្រើប្រាស់អាចសាកសួរបន្ថែមនៅក្នុង comment បានណាអរគុណច្រើនជម្រាបលា